ខ្ញុំជាឫសដូងខ្ញុំជួយបញ្ចុះកម្ដៅបន្សាបជាតិពុលនិងលាងសម្អាតតម្រងនោមឲ្យដំណើរការល្អថែមទៀតផងរបៀបដាំទឹកញ៉ាំបងយកឫសដែរនៅទិសខាងកើតហាលឲ្យស្ងួតដាក់ទឹក2លីត្រឬ1ក្តាប់ដាំ20នាទីរួចជាការស្រេចឯចំណែកខ្ញុំវិញជាឫសល្ហុងខ្ញុំជួយសម្អាតជាតិពុលចេញពីតម្រងនោមនិងរំលាយគ្រោះចេញពីតម្រងនោមនិងប្រមាត់បានផងដែររបៀបដាំទឹកញ៉ាំបងយកឫសហាលឲ្យស្ងួតដាក់ទឹក2លីត្រឬ1ក្តាប់ដាំ20នាទីហើយផឹកមួយអាទិត្យ4ថ្ងៃបានហើយខ្ញុំជាត្រួយកន្ធំថេតខ្ញុំសម្បូរវីតាមីន A និង C ជួយឲ្យភ្នែកភ្លឺច្បាស់ធ្វើឲ្យឆ្អឹងនិងធ្មេញរឹងមាំហើយក៏ជួយកាត់បន្ថយការឈឺសន្លាក់ឬឈឺចង្កេះបានមួយផ្នែកផងដែរឯចំណែកខ្ញុំវិញជាត្រួយអំពិលជួយប្រឆាំងនឹងការពារជំងឺផ្ដាសាយជួយឲ្យមុខរបួសឬរលាកខាងក្នុងឆាប់ជាសះស្បើយយ៉ាងមានប្រសិទ្ធភាពអូនជាត្រួយននងអូនជួយកាត់បន្ថយការវិលមុខឈឺក្បាលនិងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរខ្ញុំជាប្រទាលកន្ទុយក្រពើខ្ញុំជួយឲ្យស្បែកភ្លឺថ្លាទន់រលោងនិងមានសំណើមជាពិសេសកាត់បន្ថយស្នាមជ្រួញនៅលើស្បែកមិនត្រឹមតែប៉ុណ្ណោះទេប្រទាលកន្ទុយក្រពើល្អសម្រាប់ក្រពះជួយបំបែកជាតិស្ករនិងខ្លាញ់និងជួយសម្អាតជាតិពុលចេញពីថ្លើមនិងតម្រងនោមម្យ៉ាងវិញទៀតប្រទាលកន្ទុយក្រពើសម្បូរវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មពង្រឹងប្រព័ន្ធភាពស៊ាំព្យាបាលស្បែករលាកដោយកម្ដៅថ្ងៃខ្ញុំជាបង្អែមចេកខ្ញុំងាយស្រួលញ៉ាំខ្ញុំជួយដល់សុខភាពអ្នកច្រើនយ៉ាងហើយផ្ដល់ថាមពលបានរហ័សជួយសម្រួលដល់ដំណើរការកាពះពោះវៀនជួយដល់បេះដូងនិងសម្ពាធឈាមបង្អែមចេកសម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ប្រព័ន្ធរំលាយអាហារដើម្បីសុខភាពល្អអ្នកគួរកាត់បន្ថយបរិមាណស្ករសដើម្បីទទួលបានរសជាតិបែបធម្មជាតិខ្ញុំជាបង្អែមដូងពេលដែលអ្នកញ៉ាំខ្ញុំល្អសម្រាប់ស្បែកនិងសក់មានវីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខ្ទិះដូងជួយឲ្យស្បែកមានសំណើមនិងសក់មានសុខភាពល្អចំណុចគួរប្រុងប្រយ័ត្នដោយសារបង្អែមដូងភាគច្រើនមានជាតិស្ករនិងកាឡូរីខ្ពស់អ្នកគួរទទួលទានក្នុងកម្រិតសមល្មមកុំភ្លេចញ៉ាំដោយការទទួលខុសត្រូវផងណាខ្ញុំគឺប្រូកូលីខ្ញុំសម្បូរដោយវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ញុំជួយការពារសុខភាពនិងបង្កើនភាពស៊ាំញ៉ាំខ្ញុំដោយចំហុយឬចម្អិនស្រាលៗដើម្បីរក្សាជាតិចិញ្ចឹមខ្ញុំគឺស្លឹកម្រុំខ្ញុំសម្បូរដោយវីតាមីននិងជាតិចិញ្ចឹមខ្ញុំជួយបង្កើនកម្លាំងនិងសុខភាពប្រើខ្ញុំក្នុងសម្លឬចំហុយស្រាលៗខ្ញុំគឺគ្រាប់ល្ពៅខ្ញុំមានម៉ាញ៉េស្យូមនិងជាតិដែកខ្ញុំជួយសុខភាពខួរក្បាលនិងការចងចាំញ៉ាំខ្ញុំជាអាហារសម្រន់ក្នុងបរិមាណសមរម្យខ្ញុំគឺគ្រាប់អាល់ម៉ុនខ្ញុំមានវីតាមីន E និងខ្លាញ់ល្អខ្ញុំជួយការពារខួរក្បាលនិងបង្កើនការចងចាំញ៉ាំខ្ញុំជាអាហារសម្រន់ក្នុងបរិមាណសមរម្យខ្ញុំគឺស៊ុតខ្ញុំមានប្រូតេអ៊ីននិងវីតាមីនសម្រាប់រាងកាយខ្ញុំជួយបង្កើនកម្លាំងនិងថាមពលញ៉ាំខ្ញុំដោយស្ងោរឬចៀនស្រាលៗ